ឈប់ម៉ូតូមើលគ្រោះថ្នាក់ចរាចរណ៍មួយផ្លែតត្រូវជន់ឆ្លៀតឱកាសលួចកិច្ចកម៉ូតូយកទៅបាត់បរិមម្នាក់ជិះម៉ូតូឃើញគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវក៏បានឈប់ម៉ូតូចុះមើលមួយផ្លែតស្រាប់តែមានជនឆ្លៀតឱកាសលួចយកម៉ូតូគេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6:35 នាទីយប់ថ្ងៃទី 27 ខែឧសភាឆ្នាំ 2025 នៅបណ្ដោយផ្លូវ 592 កែងផ្លូវ 606 សង្កាត់បឹងកក់ទី 2 ខណ្ឌតកករាជធានីភ្នំពេញតាមប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់3ឥណ្ឌាបើកឆ្លងផ្លូវត្រូវបាននារីពីរនាក់ជិះម៉ូតូលឿនជន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់និងស្រាម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមចំណែកម៉ូតូកង់3ឥណ្ឌាក្រឡប់ផ្ងាជើងរងការខូចខាតតាមប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថាគណៈពេលឃើញគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបែបនេះស្រាប់តែមានបរិមម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Twin Series ឆ្នាំ 2025 ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1Z9299 មកដល់ក៏បានឈប់ម៉ូតូមើលគ្រោះថ្នាក់ចរាចរណ៍ប្រមាណ 5 នាទីក៏ស្រាប់តែមានជនសង្ស័យកិច្ចកម៉ូតូយកហើយជិះគេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី 2 ដើម្បីស្រាវជ្រាវរកជនសង្ស័យខាងលើមកផ្តន្ទាទោសតាមផ្លូវច្បាប់សូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ